ជឿជាក់លើខ្លួនឯងនៅក្នុងដំណើររឿងមួយដែលបានកត់ត្រានៅក្នុងសៀវភៅយ៉ានជឺឈុនជ្វាវរបស់ចិនបានដំណើរអំពីព្រះអង្គម្ចាស់ជីគង់ដែលជាក្សត្រនៃនគរឈីបានយាងចូលព្រៃហើយក៏បានជួបនឹងសត្វខ្លានិងសត្វពស់ថ្លោនពេលត្រឡប់មកដល់ព្រះរាជវាំងវិញព្រះអង្គទ្រង់បានកោះហៅយ៉ានជឺដែលជាមន្ត្រីនៅក្នុងរាជវាំងមកសាកសួរទ្រង់បានប្រាប់ពីរឿងរ៉ាវដែលទ្រង់បានជួបប្រទះដោយយ៉ានជឺហើយចោទសួរថាតើនេះជាប្រផ្នូលចង្រៃរបស់នគរឈីមែនឬទេយ៉ានជឺបានក្រាបទូលថ្វាយថាប្រផ្នូលចង្រៃក្នុងប្រទេសមាន3ប្រការប្រការទី1គឺមានមនុស្សល្អចេះដឹងនិងមានសមត្ថភាពប៉ុន្តែព្រះអង្គមិនបានជ្រាបប្រការទី2គឺព្រះអង្គទ្រង់ជ្រាបប៉ុន្តែទ្រង់មិនចង់ប្រើប្រាស់ប្រការទី3គឺពេលប្រើគេហើយប៉ុន្តែទ្រង់បែរជាមិនទុកប្រតិចំពោះការដែលទ្រង់ជួបសត្វខ្លានិងសត្វពស់នៅក្នុងព្រៃមិនមែនជាប្រផ្នូលចង្រៃអ្វីនោះទេត្បិតអីធម្មជាតិរបស់សត្វទាំងពីរក្បាលនេះគឺតែងតែរស់នៅក្នុងព្រៃស្រាប់ទៅហើយរឿងនិទាននេះចង់ឲ្យយើងដែលជាអ្នកអានចេះគិតវិភាគហេតុការណ៍ដែលបានជួបប្រទះនិងយកមកអនុវត្តក្នុងជីវិតយើងអាចយកប្រការទាំង3ខាងលើមកឆ្លោះបញ្ចាំងលើខ្លួនឯងបានប្រការទី1អាចសំដៅដល់ការដែលយើងមានសមត្ថភាពនិងទេពកោសល្យល្អពីកំណើតប៉ុន្តែដោយហេតុតែយើងមិនស្គាល់ខ្លួនឯងច្បាស់ទើបនាំឲ្យយើងបរាជ័យប្រការទី2គឺនៅពេលយើងដឹងពីចំណុចខ្លាំងរបស់ខ្លួនហើយប៉ុន្តែយើងមិនព្រមពេញចិត្តឬមិនព្រមប្រែទេពកោសល្យនោះឲ្យចំគោលដៅប្រការទី3ដែលសំខាន់បំផុតនោះគឺនៅពេលដែលយើងស្គាល់ខ្លួនឯងនិងបានប្រើប្រាស់ចំណុចខ្លាំងហើយប៉ុន្តែយើងបែរជាគ្មានជំនឿចិត្តលើខ្លួនឯងយល់ថាខ្លួនឯងធ្វើមិនកើតនាំឲ្យបរាជ័យក្នុងជីវិតតែម្ដងការខ្វះជំនឿចិត្តលើខ្លួនឯងជាមូលហេតុធ្វើឲ្យយើងមានអារម្មណ៍ថាចាញ់ប្រៀបអ្នកដទៃនិងខ្វះភាពច្បាស់លាស់វានឹងធ្វើឲ្យយើងមានមន្ទិលសង្ស័យភ័យខ្លាចព្រួយបារម្ភតបប្រមូលនិងមានគំនិតអវិជ្ជមានផក់ឡើងជាបន្តបន្ទាប់ជំនឿចិត្តគឺជាថាមពលផ្លូវចិត្តដែលអាចជំរុញសក្តានុពលពិតប្រាកដនៅខាងក្នុងខ្លួនយើងឲ្យចេញមកធ្វើការហើយវានឹងក្លាយជាកម្លាំងជំរុញដ៏អស្ចារ្យឆ្ពោះទៅរកគោលដៅការដែលអ្នកដទៃមិនជឿជាក់លើរូបយើងវាមិនមែនជាបញ្ហាធំឡើយប៉ុន្តែប្រសិនបើយើងខ្លួនឯងគ្មានជំនឿចិត្តលើខ្លួនឯងទើបជាបញ្ហាពិតប្រាកដគ្រប់បុគ្គលជោគជ័យសុទ្ធតែមានការជឿជាក់លើខ្លួនឯងខ្ពស់ទោះបីគ្មានអ្នកលើកទឹកចិត្តឬត្រូវគេមើលងាយក៏ដោយនៅក្នុងសៀវភៅ Think and Grow Rich និពន្ធដោយ Napoleon Hill បានបង្ហាញអំពីវិធីសាស្ត្រ5យ៉ាងដើម្បីសាងជំនឿចិត្តលើខ្លួនឯងទី1ជឿលើសមត្ថភាពខ្ញុំដឹងថាខ្ញុំមានសមត្ថភាពសម្រេចគោលដៅដូច្នេះខ្ញុំត្រូវតស៊ូអត់ធ្មត់និងបដិញ្ញាធ្វើវាឲ្យបានជោគជ័យឥទ្ធិពលនៃគំនិតខ្ញុំនឹងក្លាយជាអ្វីដែលខ្ញុំបានគិតដូច្នេះខ្ញុំត្រូវចំណាយពេល30នាទីរាល់ថ្ងៃដើម្បីគិតស្រមៃដល់បុគ្គលគំរូដែលខ្ញុំចង់ក្លាយជាការផ្ដល់សំណើចិត្តខ្ញុំដឹងថាបំណងប្រាថ្នាមោះមុននឹងនាំមកនូវលទ្ធផលខ្ញុំត្រូវចំណាយពេល10ទៅ30នាទីដើម្បីនិយាយពីពេចន៍លើកទឹកចិត្តនិងសាងភាពជឿជាក់ដល់ខ្លួនឯងគោលដៅច្បាស់លាស់ខ្ញុំបានសរសេរពណ៌នាអំពីគោលដៅជីវិតយ៉ាងច្បាស់និងមិនបញ្ឈប់ការព្យាយាមណាឡើយរហូតទទួលបានជោគជ័យភាពស្មោះត្រង់គ្មានទ្រព្យសម្បត្តិឬយសសក្តីណាគង់វង្សយូរអង្វែងបើមិនបានសាងឡើងដោយភាពស្មោះត្រង់និងសុចរិតភាពជំនឿនិងការពិតគឺជាសច្ចភាពហើយសច្ចភាពក៏គឺជាការពិតជំនឿគ្រាន់តែជាការជឿស៊ប់ទៅលើរឿងអ្វីមួយប៉ុន្តែជំនឿទាំងអស់មិនប្រកាសថាត្រឹមត្រូវតាមតថភាពជាក់ស្ដែងនោះទេជារឿយៗជំនឿបានធ្វើឲ្យមនុស្សបាត់បង់ការគិតពិចារណាដើម្បីស្វែងរកខកត្រូវនៅពេលដែលមនុស្សជឿទៅលើរឿងអ្វីមួយពួកគេតែងយល់ថារឿងនោះគឺជាការពិតឬជឿថាអ្វីៗត្រូវបានកំណត់មកដោយព្រះជាម្ចាស់ប៉ុន្តែការពិតនឹងត្រូវបានលាតត្រដាងតាមរយៈការពិសោធន៍ជាក់ស្ដែងវិញកាលពីសម័យដើមមានគម្ពីរមួយរបស់សាសនាកាតូលិកបានចែងថាព្រះអាទិត្យវិលជុំវិញភពផែនដីប៉ុន្តែលោកកាលីលេបានស្រាវជ្រាវឲ្យរកឃើញថាភពផែនដីទៅវិញទេដែលវិលជុំវិញព្រះអាទិត្យមតិទាំងពីរនេះបានប្រឆាំងគ្នាប៉ុន្តែក្រោយមកសម្ដេចបាបក៏បានកែប្រែខ្លឹមសារគម្ពីរវិញដោយចែងថាភពផែនដីវិលជុំវិញព្រះអាទិត្យ
ទៅតាមការរកឃើញរបស់លោកកាលីលេទ្រឹស្ដីសកលមួយបានចែងថាយើងត្រូវផ្លាស់ប្ដូរជំនឿតាមការពិតមិនមែនផ្លាស់ប្ដូរការពិតតាមជំនឿនោះទេជាការពិតជំនឿខ្លះគឺជាគំនិតចាស់គំរិលដែលធ្វើឲ្យមនុស្សបាត់បង់ការគិតបាត់បង់ភាពក្លាហាននិងធ្វើឲ្យមនុស្សទន់ខ្សោយពេលខ្លះយើងជឿថាយើងធ្វើមិនបានតែការពិតយើងអាចធ្វើបានគ្រាន់តែយើងមិនព្រមធ្វើតែប៉ុណ្ណោះកាលពីមុនគេជឿថាមនុស្សមិនអាចហោះលើអាកាសបានទេនិងគ្មាននរណាម្នាក់អាចផលិតយន្តហោះបានឡើយប៉ុន្តែទីពិភពបងប្អូនពីរនាក់គឺលោក Orville Wright និងលោក Wilbur Wright អាចផលិតយន្តហោះបានជោគជ័យនេះសបញ្ជាក់ឲ្យឃើញថាសក្តានុពលរបស់មនុស្សគឺខ្លាំងជាងជំនឿការបញ្ឈប់ការជឿលើអ្វីដែលមិនពិតទើបយើងអាចស្វែងរកការពិតឃើញជំនឿលើរឿងគ្មានហេតុផលមានអ្នកប្រាជ្ញបុរាណម្នាក់បានលើកឡើងថាពេលដែលមនុស្សនៅតែជឿលើរឿងដែលគ្មានហេតុផលពួកគេនឹងនៅតែបន្តធ្វើរឿងដែលគួរឲ្យភ័យរន្ធត់ការជឿលើរឿងដែលគ្មានហេតុផលគឺសំដៅលើការជឿដោយគ្មានភស្តុតាងច្បាស់លាស់ឬអាចនិយាយបានថាជាការជឿដោយមិនបានគិតពិចារណាឲ្យបានគ្រប់ជ្រុងជ្រោយនៅពេលដែលមនុស្សងប់ងន់នឹងអ្វីមួយពួកគេនឹងចាប់ផ្ដើមវង្វេងមើលឃើញថាអ្វីសុទ្ធតែត្រូវទាំងអស់ទាំងដែលមិនទាន់បានវិនិច្ឆ័យរកហេតុផលឲ្យបានច្បាស់លាស់នៅឡើយការដែលមនុស្សជឿស្លង់លើរឿងណាមួយវានឹងធ្វើឲ្យសមត្ថភាពនៃការគិតរបស់ពួកគេចាប់ផ្ដើមបាត់បង់ឬអាចនិយាយបានថាងប់ក្បាលដក់មិនរួចគ្រាន់តែឮគេនិយាយអ្វីបន្តិចក៏ជឿនិងទុកចិត្តគេភ្លាមព្រោះតែមានទំនុកចិត្តលើបុគ្គលនោះខ្លាំងពេកម្យ៉ាងវិញទៀតជំនឿខ្លះគឺកើតចេញពីជនឆ្លៀតឱកាសនិយមដែលព្យាយាមប្រឌិតរឿងមិនពិតដើម្បីចង់បានភាពល្បីល្បាញឬដើម្បីធ្វើឲ្យមនុស្សមានការភ័យខ្លាចនិងព្រួយបារម្ភរួចហើយពួកគេចាំទទួលយកផលចំណេញពីក្រោយមនុស្សដែលខ្សោយប្រាជ្ញាតែងតែចាញ់បោកជនឆ្លៀតឱកាសទាំងនោះរហូតដល់ត្រូវបង់ខាតមាសប្រាក់អស់មិនស្ទើរឡើយបុគ្គលដែលជឿលើរឿងដែលគ្មានហេតុផលច្បាស់លាស់នឹងហ៊ានធ្វើរឿងឆោតល្ងង់បំផុតពោលគឺហ៊ានធ្វើរឿងដែលគួរឲ្យភ័យរន្ធត់ដើម្បីតែបំពេញតាមជំនឿដែលខ្លួនកំពុងងប់ងល់នោះឯងសេចក្តីក្លាហានមនុស្សកំសាកបានត្រឹមតែឈរនៅពីក្រោយគេហើយមិនហ៊ានប្រឈមនឹងការពិតដោយព្យាយាមគេចវេះពីបញ្ហាដែលនៅចំពោះមុខនៅថ្ងៃខាងមុខពួកគេនឹងមិនទទួលបានលទ្ធផលជាផ្លែផ្កាអ្វីឡើយចំណែកឯបុគ្គលដែលមានគុណធម៌នៃសេចក្តីក្លាហានពោលគឺក្លាហានក្នុងផ្លូវត្រឹមត្រូវហ៊ានពលកម្មដើម្បីប្រយោជន៍រួមហ៊ានចេញមុខដោះស្រាយវិបត្តិនិងហ៊ានសម្រេចសេចក្តីសម្រេចលើជោគវាសនាខ្លួនឯងបុគ្គលនោះនឹងទទួលបាននាមថាជាបុគ្គលខ្លាំងរីឯបុគ្គលខ្លាំងដែលឈ្នះសង្គ្រាមរាប់មិនអស់ប៉ុន្តែចិត្តនៅជាប់ជំពាក់ដោយកិលេសតណ្ហាច្រើនបុគ្គលនោះងាយនឹងវិនាសខ្លួនដោយសារចំណង់ឥតព្រំដែនរបស់ខ្លួនណាស់ផ្ទុយទៅវិញបុគ្គលសាមញ្ញម្នាក់ដែលអាចគ្រប់គ្រងអារម្មណ៍មិនឲ្យខ្លួនឯងមានចំណង់ទៅលើវត្ថុក្រៅខ្លួនបានបុគ្គលនោះត្រូវបានចាត់ទុកជាអ្នកក្លាហានពិតប្រាកដលោកខុងជឺបានបង្រៀនឲ្យយើងចេះលះបង់ចំណង់3យ៉ាងនៅក្នុងជីវិតគឺក្នុងវ័យយុវវ័យត្រូវលះបង់ចំណង់ត្រេកត្រអាលក្នុងវ័យមជ្ឈិមវ័យត្រូវលះបង់អំនួតអួតក្អេងក្អាងនិងក្នុងវ័យបច្ឆិមវ័យត្រូវលះបង់ភាពលោភលន់លើទ្រព្យសម្បត្តិយុវវ័យជាវ័យដែលទើបធំដឹងក្តីតែងមានចិត្តត្រេកត្រអាលនិងរំជៀបរំជួលជាមួយនឹងកាមតណ្ហាមនុស្សស្រីបើខោកព្រោះប្រុសគឺអស់ព្រហ្មចារីចំណែកមនុស្សប្រុសបើខោកព្រោះស្រីគឺប្រកាសជាខ្លីវិជាមជ្ឈិមវ័យឬវ័យកណ្ដាលជាវ័យដែលមានកម្លាំងកាយនិងកម្លាំងប្រាជ្ញាខ្លាំងដែលជាហេតុនាំឲ្យចិត្តងាយកើតអំនួតអួតក្អេងក្អាងវ័យនេះជាពេលដែលត្រូវខិតខំរៀនសូត្រនិងប្រឹងប្រែងធ្វើការដោយលះបង់ចោលនៅចិត្តមានអំនួតចំណែកបច្ឆិមវ័យគឺជាវ័យចាស់ជរាដែលជាពេលវេលាត្រូវលះបង់ចោលឲ្យអស់នូវភាពលោភលន់ទាំងឡាយហើយត្រឡប់មកខិតខំសាងអំពើល្អនិងអំពើកុសលឲ្យបានច្រើនជាងមុនបុគ្គលដែលមានសេចក្តីក្លាហានហើយគ្មានការជាប់ជំពាក់ជាមួយចំណង់ផ្សេងបុគ្គលនោះនឹងបានចម្រើនរុងរឿងជានិច្ចតើមានវិធានការបែបណាដើម្បីឲ្យយើងមានសេចក្តីក្លាហានទស្សនវិទូក្រិកលោក Epicurus បានបង្ហាញថាមានវិធានការមួយយ៉ាងសម្រាប់ជួយបង្កើនសេចក្តីក្លាហាន
គឺការគិតថាគ្មានរឿងអាក្រក់អាក្រៃណាសន្ធិដ្ឋនៃជាប់រហូតឬយូរអង្វែងនោះឡើយក្លាហានគឺជាការដែលយើងអាចយកឈ្នះការភ័យខ្លាចតាមរយៈការរកវិធីសាស្ត្រដើម្បីគ្រប់គ្រងវាអារម្មណ៍ភ័យខ្លាចនឹងផុសឡើងនៅពេលដែលខួរក្បាលយើងពោពេញទៅដោយរឿងស្មុគស្មាញនិងការគិតពីរឿងអវិជ្ជមានច្រើនជ្រុលមិនបានរៀបចំផែនការឲ្យរួចជាស្រេចឬមិនបានត្រៀមខ្លួនទុកជាមុនប៉ុន្តែក្រោយពេលដែលយើងបានរៀបចំផែនការរួចរាល់តាំងចិត្តឲ្យមាំរួចគិតថាគ្រប់យ៉ាងគឺមិនអីទេវាមិនលំបាកទេយើងអាចធ្វើវាបានពេលនោះសេចក្តីក្លាហាននឹងផុសឡើងមកទោះជាយ៉ាងណាក៏ដោយពេលខ្លះយើងត្រូវក្លាហានហ៊ានប្រឆាំងនឹងការជិះជន់ប៉ុន្តែពេលខ្លះទៀតយើងក៏ត្រូវធ្វើពុតជាមនុស្សកំសាកឬធ្វើមិនដឹងមិនលឺខ្លះដើម្បីរក្សាជីវិតនិងតម្លៃខ្លួនឯងដូចបិទអីសេចក្តីក្លាហានខុសកាលៈទេសៈគឺជាផ្លូវទៅរកសេចក្តីវិនាសហ៊ានលះបង់គ្រប់ការលះបង់ទាំងអស់មិនមែនសុទ្ធតែបាត់បង់ទៅដោយឥតតម្លៃនោះទេវានឹងមានអ្វីដែលថ្មីចូលមកជំនួសរបស់ចាស់ដែលបានបាត់បង់ទៅអារម្មណ៍ឈឺចាប់តែងតែកើតមានពេលដែលបាត់បង់ហើយអារម្មណ៍នឹករលឹកតែងតែផុសចេញមកពេលដែលឃ្លាតឆ្ងាយប៉ុន្តែយើងត្រឹមតែហ៊ានទទួលស្គាល់ការពិតថាវាបានទៅបាត់ហើយយើងកើតមកគឺគ្រូនទទេស្អាតឥតបានយកអ្វីមកជាមួយឡើយពេលស្លាប់ទៅក៏មិនអាចយកអ្វីទៅតាមបានដូចគ្នាដូច្នេះហើយរៀនលះបង់ពីឥឡូវនេះទៅគឺជារឿងល្អម្យ៉ាងដែររុក្ខជាតិត្រូវជំរុះស្លឹកចាស់ៗចោលដើម្បីផ្ដល់ឱកាសឲ្យស្លឹកថ្មីៗដុះជំនួសវិញប្រសិនបើវានៅតែស្ដាយស្រណោះមិនព្រមដាច់ស្រេចជាមួយស្លឹកចាស់ទេវាក៏មិនអាចស្រស់ស្អាតជាមួយស្លឹកថ្មីបានដែរសត្វឥន្ទ្រីក៏តែងតែជំរុះស្លាបចាស់ៗចោលដើម្បីផ្ដល់ឱកាសឲ្យស្លាបថ្មីដុះជំនួសដែលធ្វើឲ្យវាអាចហោះហើរបានខ្ពស់និងឆ្ងាយជាងមុនរបស់ខ្លះមើលទៅល្អប៉ុន្តែយើងអាចអត់វាបានរបស់ខ្លះមានតម្លៃប៉ុន្តែវាមិនចាំបាច់សម្រាប់យើងនោះទេត្បូងមួយអាចមានតម្លៃបានក៏ដោយសារគេយកវាទៅច្នៃនិងកាត់ចំណែកខ្លះចោលទើបមើលទៅស្អាតនិងមានតម្លៃថ្លៃជាងមុនថ្មនៅតែជាថ្មប្រសិនបើមនុស្សមិនយកវាទៅដាប់ទៅខាត់ប៉ុន្តែវានឹងคล้ายជារូបបដិមាឬរូបចម្លាក់ដ៏មានតម្លៃនៅពេលដែលវាព្រមបាត់បង់ចំណែកខ្លះនៃខ្លួនវាការលះបង់របស់មួយចំនួនដែលបង្កការរាំងស្ទះដល់ដំណើរអភិវឌ្ឍខ្លួនជារឿងដ៏ល្អប្រពៃតម្លៃរបស់មនុស្សនឹងកាន់តែមានប្រសិនបើយើងចេះបោះចោលនៅរឿងអពុមង្គលនៅក្នុងជីវិតឲ្យអស់រៀនលះបង់គឺរៀនទទួលស្គាល់ការបាត់បង់ដោយឥតស្ដាយស្រណោះឬស្ដាយក្រោយយើងគួរតែជាមនុស្សដែលចិត្តដាច់ហ៊ាននិយាយហ៊ានធ្វើនិងហ៊ានចាក់ចេញពីដំបៅសុខស្រួល comfort zone ដើម្បីប្រឡូកទៅក្នុងពិភពខាងក្រៅនិងសម្រេចក្តីស្រមៃប្រសិនបើយើងមិនព្រមចាក់ចេញពីតំបន់ចាស់ដើរចូលទៅតំបន់ថ្មីទេយើងនឹងមិនអាចរៀនសូត្រពីអ្វីដែលថ្មីបានឡើយបើយើងនៅតែបន្តធ្វើរឿងដដែលៗយើងនឹងទទួលបានលទ្ធផលដដែលៗផ្ទុយទៅវិញបើយើងធ្វើរឿងថ្មីលទ្ធផលដែលចេញមកក៏ថ្មីដែរយើងត្រូវរៀនធ្វើជាមនុស្សដែលចេះគិតចេះវិនិច្ឆ័យថាអ្វីណាល្អនិងអ្វីណារីកចម្រើនរៀនលះបង់គឺដូចជាការលះបង់ដុំថ្មដើម្បីយកផ្លាទីញ៉ុំលះបង់ផ្លាទីញ៉ុំដើម្បីយកមាសនិងលះបង់មាសដើម្បីយកពេជ្រមិនមែនយកពេជ្រទៅដូរយកដុំថ្មនោះទេប៉ុន្តែដើម្បីក្លាយជាមនុស្សដែលចេះវិភាគបែបនេះបានយើងក៏បីសិក្សារៀនសូត្រឲ្យបានជ្រៅជ្រះត្បិតអីមានតែចំណេះដឹងទេទើបអាចជួយឲ្យយើងចេះគិតនិងចេះវិនិច្ឆ័យបានត្រឹមត្រូវអារម្មណ៍ឯកាអារម្មណ៍ខ្វះភាពកក់ក្ដៅខ្វះការឲ្យតម្លៃនិងខ្វះការយកចិត្តទុកដាក់តែងតែបង្កើតបានជាអារម្មណ៍ឯកាអារម្មណ៍ដែលឯកាបំផុតមិនមែនជាការរស់នៅតែម្នាក់ឯងនោះទេប៉ុន្តែវាគឺជាការដែលយើងរស់នៅក្នុងចំណោមមនុស្សជាច្រើនប៉ុន្តែគ្មានអ្នកណាម្នាក់យល់ចិត្តយើងទៅវិញទេវាមិនមែនជាបញ្ហាអ្វីនោះទេបើគ្រាន់តែឲ្យយើងរស់នៅម្នាក់ឯងធ្វើដំណើរម្នាក់ឯងធ្វើការម្នាក់ឯងឬធ្វើអ្វីផ្សេងទៀតតែម្នាក់ឯងប៉ុន្តែវាជារឿងដ៏លំបាកប្រសិនបើឲ្យយើងទៅរស់នៅជាមួយមនុស្សដែលមិនចង់រស់នៅជាមួយយើងធ្វើដំណើរជាមួយអ្នកដែលមិនខ្វល់ពីសុខទុក្ខរបស់យើងឬធ្វើការជាមួយអ្នកដែលចង់បានតែផលប្រយោជន៍ផ្ទាល់ខ្លួនលោក Dag Hammarskjöld រដ្ឋបរោះស៊ុយអែតនិងជាអតីតអគ្គលេខាធិការអង្គការសហប្រជាជាតិបាននិយាយថា
ភាពកណ្ដោយកណ្ដែងជួយបំផុតឲ្យអ្នករកឃើញអ្វីមួយយ៉ាងដែលអ្នកគួរតែមានជីវិតដើម្បីវាហើយវាក៏មានទំហំធំធេងរហូតដល់អ្នកហ៊ានពលីជីវិតដើម្បីវាផងដែរភាពកណ្ដោយកណ្ដែងឬអារម្មណ៍ឯកាតែងតែកើតមានដល់មនុស្សគ្រប់រូបហើយវាមិនមែនជារឿងអាក្រក់ឡើយដែលយើងត្រូវឆ្លងកាត់អារម្មណ៍បែបនេះអារម្មណ៍កណ្ដោយកណ្ដែងនឹងធ្វើឲ្យយើងសម្រេចចិត្តនៅម្នាក់ឯងយ៉ាងស្ងប់ស្ងាត់ដើម្បីស្វែងយល់ពីខ្លួនឯងហើយវានឹងជួយឲ្យយើងរកឃើញអ្វីមួយយ៉ាងដែលមានតម្លៃខ្លាំងបំផុតសម្រាប់ជីវិតភាពស្ងៀមស្ងាត់នឹងជួយឲ្យយើងរកឃើញខ្លួនឯងដឹងពីក្តីស្រមៃដឹងពីបុព្វហេតុនៃជីវិតដែលយើងត្រូវរស់នៅនិងដឹងពីមូលហេតុដែលយើងត្រូវស្លាប់អ្នកដែលរស់នៅជាមួយខ្លួនឯងបានច្រើនចេះលួងលោមនិងលើកទឹកចិត្តខ្លួនឯងបានច្រើនគឺជាអ្នកដែលបានឆ្លងកាត់អារម្មណ៍កណ្ដោយកណ្ដែងច្រើនលើកច្រើនសារហេតុនេះហើយទើបពួកគេអាចរកឃើញអ្វីមួយយ៉ាងដែលអាចធ្វើឲ្យពួកគេមានភាពកក់ក្ដៅក្នុងជីវិតឡើងវិញអ្វីមួយយ៉ាងនោះអាចជាក្តីស្រមៃមនុស្សជាទីស្រឡាញ់សត្វចិញ្ចឹមឬក៏ជាវត្ថុអ្វីមួយដែលអាស្រ័យលើបុគ្គលម្នាក់ៗវានឹងធ្វើឲ្យយើងខំប្រឹងប្រែងដើម្បីវារស់នៅដើម្បីវានិងព្រមស្លាប់ដើម្បីវាត្បិតអីវាបានផ្ដល់នូវសេចក្តីសុខពិតប្រាកដទោះបីជាយើងត្រូវហត់នឿយកាយយ៉ាងណាក៏ដោយប្រឹងបន្តរស់បញ្ហាកាន់តែច្រើនមនុស្សត្រូវតែខំប្រឹងរស់បន្តដើម្បីដោះស្រាយវាបញ្ហាកាន់តែធំមនុស្សត្រូវតែកាន់តែខិតខំប្រឹងប្រែងបើមិនប្រឹងប្រកាសជាត្រូវវិនាសខ្លួនជាមិនខានការត្រូវវិនាសខ្លួនដោយសារខិតខំដោះស្រាយបញ្ហានៅក្នុងឆាកជីវិតគឺជាជម្រើសដែលគួរឲ្យកោតសរសើរប៉ុន្តែបើយើងសុខចិត្តស្លាប់ដោយទុកបញ្ហាចោលមិនព្រមដោះស្រាយនោះទើបជារឿងដែលគួរឲ្យស្អប់ខ្ពើមជាទូទៅកម្រមានជនណាម្នាក់ស្លាប់ដោយសារខំប្រឹងដើម្បីរស់បន្តណាស់មានតែមនុស្សដែលស្លាប់ដោយសារតែមិនចេះខិតខំដើម្បីរស់បន្តតែប៉ុណ្ណោះអ្នកដែលអាចរក្សាជីវិតរបស់ខ្លួនបានគង់នឹងអាចដោះស្រាយវិបត្តិរាប់រយជំពូករបស់ខ្លួនបានប៉ុន្តែមនុស្សដែលជ្រើសរើសយកសេចក្តីស្លាប់មិនត្រឹមតែមិនអាចដោះស្រាយបញ្ហាបានទេថែមទាំងទម្លាក់បញ្ហាទាំងអស់នោះទៅឲ្យមនុស្សដែលនៅជុំវិញខ្លួនពួកគេថែមទៀតនៅពេលដែលគេស្លាប់បាត់ទៅគេមិនចាំបាច់ចេញមកទទួលខុសត្រូវលើកំហុសដែលខ្លួនបានសាងនោះទេប៉ុន្តែក្រុមគ្រួសារបងប្អូនមិត្តភ័ក្តិនិងមនុស្សជាទីស្រឡាញ់របស់គេត្រូវមករងទុក្ខវេទនាជំនួសវិញក្តីសោកសង្វេគនឹងកើតមានដល់អ្នកដែលនៅរស់បន្ទាប់ពីអ្នកដែលសាងកំហុសឆ្គងបានស្លាប់បាត់ទៅរលាស់ខ្លួនពីការឈឺចាប់ដុំថ្មមួយដុំដែលយើងកាន់ជាប់នឹងដៃនឹងធ្វើឲ្យយើងមានអារម្មណ៍ថាធ្ងន់ជាងមុនទាំងដែលវាមិនបានរីកមាឌឬផ្លាស់ប្ដូររូបរាងទៅណាឡើយកាន់តែយូរយើងក៏កាន់តែមានអារម្មណ៍ថាជុករយស្រពន់កាន់តែខ្លាំងប៉ុន្តែនៅពេលដែលយើងដាក់ដុំថ្មនោះចុះយើងក៏មានអារម្មណ៍ថាធូរស្បើយនិងមិនសូវមានការឈឺចាប់ទោះបីជាពេលនោះយើងកំពុងតែអស់កម្លាំងក៏ដោយដុំថ្មមួយដុំនោះប្រៀបដូចជារឿងរ៉ាវវត្ថុឬក៏មនុស្សណាម្នាក់ដូច្នោះដែរនៅពេលណាដែលយើងខំហួងហែងខំស្រវាអោបជាប់ខ្លួនខ្លាំងពេកវាក៏ធ្វើឲ្យយើងឈឺចាប់កាន់តែខ្លាំងដូចគ្នាប៉ុន្តែនៅពេលដែលយើងចាក់បណ្ដោយឬក៏ពន្លែងវាចោលខ្លះយើងក៏មិនសូវរងទុក្ខនិងមិនសូវខូចចិត្តដោយសារវាទៀតឡើយភ្លើងមួយដុំនឹងធ្វើឲ្យយើងកាន់តែក្តៅនៅពេលដែលយើងចូលកាន់តែជិតវាហើយវានឹងធ្វើឲ្យយើងរលាកនៅពេលដែលយើងលូកដៃទៅចាប់វាប៉ុន្តែនៅពេលដែលយើងដាយចេញពីវាក៏មិនអាចធ្វើអ្វីយើងបានឡើយមានសុភាសិតជប៉ុនមួយបានពោលថាក្តីទុក្ខសោកគឺជាកន្លែងដែលឈឺចាប់វានឹងឈឺលើកដើមកាលបើអ្នកធ្វើខ្វាយវាថែមសុភាសិតមួយនេះមិនសូវខុសពីសុភាសិតខ្មែរយើងដែលបានពោលថាដំបៅមិនឈឺយកឈឺចាក់នោះទេដំបៅខ្លះគឺមិនសូវជាឈឺប៉ុន្មានទេប៉ុន្តែយើងចេះតែនៅមិនស្ងៀមព្យាយាមកេះវាឲ្យចេញឈាមនាំឲ្យមានការឈឺចាប់មុខរបួសខ្លះចិត្តនឹងជាសះស្បើយទៅហើយបើយើងខំលាបថ្នាំបិទមុខរបួសតែបន្តិចវាក៏នឹងជាសះស្បើយទៅហើយប៉ុន្តែយើងបែរជាមិនសុខចិត្តមិនព្រមឲ្យវាជាឡើយដោយសុខចិត្តអង្គុយកេះវាលេងធ្វើឲ្យរបួសមួយនោះគ្មានឱកាសបានជាសះស្បើយកម្រមានជនណាម្នាក់បណ្ដោយឲ្យអ្នកដទៃមកកេះដំបៅខ្លួនឯងណាស់មានតែយើងខ្លួនឯងទេដែលគ្មានការងារធ្វើហើយមកអង្គុយកេះដំបៅខ្លួនឯងលេងនោះការឈឺចាប់ដែលបណ្ដាលមកពីអ្នកដទៃឬបណ្ដាលមកពីការធ្វេសប្រហែសរបស់យើងមួយពេលគឺមានទំហំតូចជាងការឈឺចាប់ដែលយើងបង្កឲ្យខ្លួនឯងគ្មានជនណាម្នាក់ឬបុគ្គលណាម្នាក់អាចបង្ខំឲ្យយើងឈឺចាប់បានទេ
មានតែខ្លួនយើងទេដែលបណ្ដោយឲ្យខ្លួនឯងស្រក់ទឹកភ្នែករងទុក្ខទារុណនិងរងការឈឺចាប់ម្ដងហើយម្ដងទៀតមិនចេះចប់មិនចេះហើយការដែលយើងព្រមឲ្យអំណាចនៃការឈឺចាប់គ្របដណ្ដប់លើខ្លួនឬយើងព្រមតទន់ទៅតាមអារម្មណ៍ឈឺចាប់នោះយើងនឹងគ្មានថ្ងៃរួចផុតពីទុក្ខវេទនាបានឡើយការឈឺចាប់នោះគ្មានក្លិនឲ្យយើងស្រង់គ្មានសំឡេងឲ្យយើងឮគ្មានទំហំនិងគ្មានកម្រាស់ឲ្យយើងវាក់បានទេប៉ុន្តែយើងអាចយកឈ្នះលើវាបានតាមរយៈការមិនបណ្ដោយខ្លួនឲ្យคล้ายជាទាសករនៃការឈឺចាប់នេះឯងបណ្ដាលមកពីការឈឺចាប់គ្រប់ការឈឺចាប់ទាំងអស់មិនមែនសុទ្ធតែអាក្រក់នោះទេត្បិតថាវាធ្វើឲ្យយើងសោកសង្រេងនិងជួបទុក្ខព្រួយក្តីប៉ុន្តែវានឹងធ្វើឲ្យយើងមានការផ្លាស់ប្ដូរដ៏ធំធេងការឈឺចាប់នឹងបង្រៀនឲ្យយើងចេះតស៊ូអត់ធ្មត់ហើយវានឹងធ្វើឲ្យយើងរឹងមាំជាងមុនកាលបើយើងចេះអត់ធ្មត់ជាមួយក្តីលំបាកទាំងអស់នោះទុក្ខលំបាកទាំងនោះនឹងធ្វើឲ្យយើងយល់ថាជីវិតមួយនេះមិនសូវងាយស្រួលប្រមាណឡើយបើយើងមិនប្រឹងប្រែងយើងប្រកាសជាត្រូវស្លាប់មុនអាយុបាត់បង់ឱកាសក្នុងជីវិតជាមិនខានបទពិសោធន៍បរាជ័យទាំងអស់នឹងធ្វើឲ្យយើងរកឃើញផ្លូវទៅរកជោគជ័យត្បិតបើគ្មានបរាជ័យក៏គ្មានជោគជ័យដែរវិបត្តិសារីដែលយើងកំពុងមានសពថ្ងៃនឹងធ្វើឲ្យយើងចេះប្រយ័ត្នប្រយែងជាងមុនពោលគឺយើងនឹងមិនធ្វេសប្រហែសបង្កើតកំហុសដដែលជាលើកទី2នោះទេកំហុសដែលធំបំផុតគឺជារឿងដដែលដែលយើងធ្វើខុសលើសពី2ដងសម្រាប់បុគ្គលដែលទន់ខ្សោយពួកគេនឹងមិនព្រមក្រោកចេញពីភាពឈឺចាប់នោះទេគឺពួកគេសង្ងំលើក្នុងការឈឺចាប់នោះរហូតធ្វើឲ្យពួកគេគ្មានឱកាសបានរីកចម្រើនឡើយផ្ទុយទៅវិញសម្រាប់បុគ្គលដែលរឹងមាំគេនឹងខំប្រឹងក្រោកឈរម្ដងហើយម្ដងទៀតហើយខំប្រឹងជំនះអស់គ្រប់ឧបសគ្គដើម្បីឲ្យខ្លួនគេបានល្អប្រសើរជាងមុនការឈឺចាប់ដែលបណ្ដាលមកពីការប្រមាថមើលងាយនឹងសាងជាកម្លាំងចិត្តឲ្យប្រឹងរស់បន្តកាលដែលយើងខំប្រឹងរស់បន្តជាមួយនឹងក្តីសង្ឃឹមនេះហើយគឺជាឫសគល់ដែលនាំឲ្យយើងមានការផ្លាស់ប្ដូរពីទន់ខ្សោយមករឹងមាំពីអន់ទៅខ្លាំងនិងពីកំសាកមកក្លាហានការឈឺចាប់នឹងមិនអាចជះឥទ្ធិពលអាក្រក់ដល់យើងបានទេកាលបើយើងមិនព្រមទទន់ទៅតាមវាហើយវានឹងធ្វើឲ្យយើងคล้ายទៅជាមនុស្សម្នាក់ដែលខ្លាំងពិតប្រាកដក្រោយពេលដែលយើងយកភាពឈឺចាប់ទាំងអស់នោះមកសាងជាកម្លាំងចិត្តសម្រាប់ខិតខំព្យាយាមអភិវឌ្ឍខ្លួនបន្តទុកព្រោះតែរំពឹងទុកខ្ពស់នៅលើโลกនេះគ្មានអ្វីដែលបានដូចទៅនឹងអ្វីដែលយើងចង់បានទាំងអស់នោះទេរឿងរ៉ាវខ្លះបានកើតឡើងផ្ទុយពីតម្រូវការរបស់យើងដែលធ្វើឲ្យយើងមានអារម្មណ៍ថាកើតទុក្ខឈឺចាប់មិនសុខចិត្តខកចិត្តខកបំណងនិងបាក់ទឹកចិត្តជាដើមរឿងរ៉ាវខ្លះទៀតក៏ធ្វើឲ្យយើងបាក់ស្បាតរហូតលែងហ៊ានមានគំនិតចង់សាកល្បងឬលែងហ៊ានធ្វើវាម្ដងទៀតតែម្ដងប៉ុន្តែក៏មានរឿងរ៉ាវខ្លះបានបង្រៀនយើងឲ្យចេះទទួលយកការពិតនិងបញ្ឈប់ការរំពឹងទុកខ្ពស់ពេកតទៅទៀតការដែលយើងរំពឹងទុកខ្ពស់ពេកយើងនឹងមានទុកកាន់តែធ្ងន់នៅពេលដែលអ្វីៗកើតឡើងខុសពីការរំពឹងទុកយើងចង់បានបែបនេះប៉ុន្តែលទ្ធផលដែលទទួលបានគឺបែបនោះយើងចង់បានអ្នកនេះប៉ុន្តែម្នាក់នោះបែរជាដើរចូលមករកយើងវិញយើងចង់ឲ្យគេដើរចូលមកជិតគេបែរជាដើរចេញឆ្ងាយយើងចង់ឲ្យគេលួងលោមប៉ុន្តែគេបែរជាសើចចំអកដៃយើងទៅវិញព្រោះតែភាពមិនសមបំណងបែបនេះហើយទើបធ្វើឲ្យយើងមានអារម្មណ៍ថាតូចចិត្តនិងនាំឲ្យកើតជំងឺបាក់ទឹកចិត្តប្រសិនបើបុគ្គលណាហ៊ានរំពឹងទុកខ្ពស់បុគ្គលនោះក៏គួរតែហ៊ានទទួលយកការឈឺចាប់ឲ្យបានខ្លាំងដូចគ្នាទើបជាការត្រឹមត្រូវលោក Rachel Wolchin បាននិយាយថាខ្ញុំធ្លាប់រំពឹងថាអ្នកនឹងយកផ្កាមកឲ្យខ្ញុំប៉ុន្តែពេលនេះខ្ញុំបានដាំវាដោយខ្លួនឯងរួចទៅហើយផ្កានៅក្នុងដៃគេយើងមិនដឹងថាគេនឹងយកមកឲ្យយើងនៅពេលណានោះទេហើយជួនកាលគេមិនយកមកឲ្យយើងទាល់តែសោះក៏ថាបានប្រសិនបើយើងបដូរពីការចំណាយពេលដើម្បីរង់ចាំមកជាការចំណាយពេលដើម្បីដាំផ្កាដោយខ្លួនឯងវិញនោះគ្រប់យ៉ាងប្រកាសជាល្អជាងមុនផ្កាដែលយើងដាំដោយដៃខ្លួនឯងគឺជាកម្មសិទ្ធិពិតប្រាកដរបស់យើងអាចទៅស្រង់ក្លិនវានៅពេលណាក៏បាននៅត្រង់ចំណុចនេះគឺតម្រូវឲ្យយើងខំប្រឹងឲ្យបានច្រើនជាងការរំពឹងទុកពោលគឺយើងអាចរំពឹងទុកឲ្យបានត្រឹមត្រូវប៉ុន្តែត្រូវខិតខំប្រឹងប្រែងឲ្យខ្លាំងឲ្យអស់ពីលទ្ធភាពដែលយើងមានព្រោះថាមនុស្សដែលកាន់តែខំប្រឹងនឹងកាន់តែមានសំណាងល្អដូចគ្នា